จุดสูบបងប្អូនក៏ដូចជាសួស្តីអ្នកមើលហើយឥឡូវស្ដីកមកយើងមកវគ្គមុនកាលពីដាំពីខែ12ថ្ងៃទី9ខែ12ឥឡូវវាចាប់ផ្ដើមទុំហើយយើងក៏បានបេះប្រមូលផលវាខ្លះហើយប្រហែលជាមួយស្រែនេះបានប្រហែលជាខ្ទង់20 គីឡូបងប្អូនណាអញ្ចឹងចំពោះស្ដែកនេះយើងបេះបន្តគឺវាផ្លែបន្តផ្កាបន្តអញ្ចឹងណាហើយដូចជាដើមនេះជាដើមឥឡូវផ្លែវាចាប់ផ្ដើមចិត្តទុំហើយនេះក៏ហមមួយអញ្ចឹងហើយបងប្អូនមើលចង់ទៅនេះឥឡូវវាចាប់ផ្ដើមចេញរោផ្កាទៀតហើយដូចដើមនេះឥឡូវវាចេញផ្កាមានផ្លែចេញផ្កាមានផ្លែបន្តហើយបងប្អូនកុំភ័យបារម្ភរឿងខ្វះទីផ្សារគឺទីផ្សារគឺមានស្រេចខាង IB Rai បងប្អូនបែរស្គាល់ IB Rai ហើយនេះបាទបងប្អូនគឺខាង IB Rai ហ្នឹងនេះ logo របស់ខ្ញុំដែលខ្ញុំពាក់អាវហ្នឹងគឺគាត់នឹងទិញយើងទាំងស្រុងបាទឲ្យតែដាំបានមិនខ្វះទេទីផ្សារជាក់ស្ដែងបងប្អូនជាក់ស្ដែងឡើងចាប់ដើមបេះហើយឥឡូវអានេះយើងបេះអស់វគ្គមុនហើយវាចាប់ដើមផ្កាបន្ថែមទៀតហើយចំពោះដើមខ្លះវាក្រហមដើមនេះក្រហមមានន័យថាវាអស់លទ្ធភាពក្នុងការចេញផ្កាចេញផ្លែទៀតហើយអញ្ចឹងវាក៏ចាប់ដើមងាប់ទៅវិញហើយមួយទៀតដើមស្ដែកនេះគឺវាជួយដីរបស់យើងឲ្យធូរហើយជួយបង្កើតពពួកសត្វល្អិតមានប្រយោជន៍ឡើងវិញឃើញអញ្ចឹងគឺវានៅច្រើនណាស់បងប្អូនអាចបាន10 គីឡូអីទៀតប៉ុណ្ណឹងឯងហើយបាន10 គីឡូហើយបងប្អូនកុំឃើញថាច្រើនណាតិចមួយបងប្អូនអត់ច្រើនទេស្ដែកនេះមួយកូនស្រែមួយប្រហែលជាបើយើងគិតទៅថា30 ម៉ែត្រ 4 ជ្រុងចុះវាបាន40 គីឡូ 50 គីឡូ 60 គីឡូអញ្ចឹងណាផ្លែល្អមែនបងប្អូនណាបើសិនជាបងប្អូនទាំងអស់គ្នាចង់ដាំបងប្អូនអាចចូលជាមួយនឹង IB Rai ទៅលោកបងប្អូននឹងបានដាំលក់ស្ដែកលក់ស្រូវស្រីរៀងឲ្យខាង IB Rai ហើយ